ហើយ5ផ្ញើទៅសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ធ្វើកិច្ចការឲ្យល្អបម្រើប្រជាជនឲ្យល្អជាពិសេសអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាពបញ្ហាចោរកម្មចោរលួចចោរប្លន់បញ្ហាគ្រឿងញៀនបញ្ហាក្មេងទំនើងបញ្ហាលបែងស៊ីសងទៅមើលហ្នឹងរាជរដ្ឋាភិបាលណែនាំតែខ្ញុំសូមរំលឹកហើយនេះថ្ងៃមិញបានសិក្សាពីឆ្នាំ2010សម្ដេចក្លាហោមបានលើកបញ្ហាហ្នឹងនៅក្នុងក្របខ័ណ្ឌមហាផ្ទៃបន្ទាប់ទៅបានត្រូវពង្រីកទៅជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលរបស់គណៈបកនិងរបស់រាជរដ្ឋាភិបាលហើយបន្តវេនដោយរដ្ឋាភិបាលរាជរដ្ឋាភិបាលចំនួនបន្តវេនកិច្ចការនេះវាមានសារៈសំខាន់ខ្លាំងណាស់ជាមួយនឹងការធានានៅស្ថិរភាពនៅក្នុងភូមិឃុំនៅទីក្រុងយើងរៀបចំធ្វើម៉េចឲ្យរោងចក្រមួយคล้ายទៅជាសហគមន៍សុខសាន្តមួយយ៉ាងរោងចក្រឬភូមិគឺសុទ្ធតែជាតំបន់សុខសាន្តមានន័យថាប្រទេសរបស់យើងទទួលសេចក្តីសុខ